បើសិនអូនមានពុកម៉ែបងប្អូនដែលជាអ្នកជំងឺទឹកនោមផ្អែមសំណួរសួរថាបើសិនជាយើងមានជំងឺទឹកនោមផ្អែមយើងធ្វើការការពារមិនកុំឲ្យទឹកនោមផ្អែមហ្នឹងកើតទៅជាទឹកនោមប្រៃឬមួយក៏ជំងឺទឹកនោមផ្អែមហ្នឹងមកឲ្យមាន diabetes mellitus ចម្លើយគឺងាយទេប៉ុន្តែការធ្វើគឺពិបាកទី1គ្រប់គ្រងទឹកនោមផ្អែមឲ្យបានជាប់លាប់អញ្ចឹងពាក្យមួយម៉ាត់ហ្នឹងគឺសំដៅថាដើមចំរបស់ទឹកនោមដើមចំរបស់ nephrotic syndrome ដើមចំរបស់ nephrotic syndrome គឺកើតឡើងដោយសារតែ diabetes mellitus ដែលជាស្ករឡើងគ្រប់គ្រងអត់បានធ្វើឲ្យ kidney hyperfiltration បន្ទាប់មកក៏ខូចរចនាសម្ព័ន្ធរបស់ kidney រឹងក្រិនរចនាសម្ព័ន្ធរបស់nephron លបើកជើង podocyte basement membrane មានការឡើងក្រាស់ដោយសារតែជាតិស្ករកំហាប់ជាតិស្ករទៅច្រោះទៅតាមកន្លែងហ្នឹងអញ្ចឹងយូរទៅវាខូចវាខាតវាក្រិនវាអីចឹងទៅដោយសារតែ inflammation អញ្ចឹងហើយដើម្បីការពារ nephrotic syndrome ដែលកើតឡើងដោយសារតែជំងឺទឹកនោមផ្អែមគឺត្រូវតែគ្រប់គ្រងជំងឺទឹកនោមផ្អែមឲ្យបានជាប់លាប់មាន target ឲ្យបានត្រឹមត្រូវគ្រប់គ្រងជាតិខ្លាញ់គ្រប់គ្រងសម្ពាធឈាមឲ្យបានជាប់អញ្ចឹងវាត្រឡប់ទៅវិញជាបានមូលហេតុដែលធ្វើឲ្យមាន nephrotic syndrome គឺត្រូវតែគ្រប់គ្រងទឹកនោមផ្អែមអញ្ចឹងវិធីសាស្ត្រនៅក្នុងការគ្រប់គ្រងទឹកនោមផ្អែមខ្ញុំអត់និយាយស៊ីជម្រៅទេគឺធ្វើតាមដំបូន្មានរបស់គ្រូពេទ្យដែលណែនាំបច្ចុប្បន្នព្រោះបច្ចុប្បន្នគេមាន guideline គេធ្វើ ABCD អញ្ចឹងទៅអញ្ចឹងហើយសួរថាតើគាត់គ្រប់គ្រងទឹកនោមផ្អែមបានត្រឹមត្រូវដែររបបអាហារមិនសកម្មភាពប្រចាំថ្ងៃមិនអញ្ចឹងបើសិនជាគ្រប់គ្រងទឹកនោមផ្អែមបានជាប់លាប់ risk នៃ nephrotic syndrome ក៏ទាបដែរព្រោះយើងដឹងថាបើសិនជាយើងទុកឲ្យទឹកនោមផ្អែមវិវត្តទៅ nephrotic syndrome តាមលក្ខណៈធម្មជាតិវាចំណាយពេលពី5ទៅ10ឆ្នាំអូខេអញ្ចឹងបើសិនជាយើងគ្រប់គ្រងទឹកនោមផ្អែមបានត្រឹមត្រូវពេលវេលា5ទៅ10ឆ្នាំហ្នឹងអាចគុណនឹង3អាចគុណនឹង4អាច30ឆ្នាំអាច40ឆ្នាំបានវាកើត nephrotic syndrome បានវាខូចតម្រងនោមអញ្ចឹងមានថាគ្រប់គ្រងទឹកនោមផ្អែមដូចនឹងការពារកុំឲ្យកើតជំងឺទឹកនោមប្រៃចឹងបាទ